សួស្តីបងប្អូននេះហើយជាសកម្មភាពដែលខ្ញុំមកថតទៅលើផ្ទៃទ្រុងរបស់បងប្អូនរបស់ខ្ញុំហើយខាងក្រោយនេះក៏មានដាំតកួនដើម្បីគប់គង់មកជ្រូកហើយនឹងដាំស្មៅគប់គង់តកូហើយគាត់ក៏ធ្វើការខាងធនាគារដែរដល់អញ្ចឹងខ្ញុំក៏អាចបដូរផ្នត់គំនិតឲ្យគាត់នឹងចង់ឲ្យគាត់នឹងមានមុខរបរច្រើនភពនៅក្នុងបរិវេណដីភូមិផ្ទះគាត់នឹងព្រោះទៅយើងធ្វើការងារខាងក្រៅនោះក៏យើងធ្វើការងារបាននៅផ្ទះហ្នឹងក៏យើងអាចធ្វើការងារបានដល់អញ្ចឹងយើងធ្វើឲ្យមានប្រាក់ចំណូលច្រើនប្រភពនៅក្នុងបរិវេណនៅដីភូមិរបស់យើងព្រោះឱកាសការងារមុខរបរបើយើងចេះបង្កើតទៅកន្លែងណាក៏យើងអាចរកលុយបានដែរដល់អញ្ចឹងយើងមានចំណូលច្រើនប្រភពទៅធ្វើឲ្យក្រុមគ្រួសារយើងនឹងចេះតែមានភាពរីកចម្រើនហើយការព្យាយាមគាត់នឹងគឺខ្ញុំមានកម្លាំងទឹកចិត្តជួយជុំជ្រែងគាត់ព្រោះឃើញគាត់មានការងារធ្វើទៅគាត់ភ្ញាក់ពីយប់ដើម្បីស្រោតការងារនឹងហើយគាត់ឆ្លៀតទៅធ្វើការហើយមកវិញគាត់ឆ្លៀតធ្វើការងារនឹងទៀតដល់អញ្ចឹងធ្វើឲ្យខ្ញុំមានកម្លាំងទឹកចិត្តនិងបង្ហាញផ្លូវរាល់មុខរបរដែលខ្ញុំធ្វើទៅនីមួយមានភាពល្អប្រសើរគឺខ្ញុំចេះតែប្រហាត់បរៀនទៅដល់បងប្អូនហើយនៅការងារជាច្រើនទៀតដែលខ្ញុំតម្លាក់ឲ្យគាត់ធ្វើគាត់ថាខ្ញុំឲ្យគាត់ធ្វើតាមមួយដំណាក់កាលសិនអញ្ចឹងឱកាសក្រោយនៅមានចំណុចណាល្អគឺខ្ញុំចេះធ្វើបទបង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងអញ្ចឹងសូមអរគុណសូមជម្រាបលា